ទៅពីកមុំកន្លោះទេអត់មានប្តីអត់មានស្អីទេហើយខ្ញុំបានជួបគ្នានៅជំរុំថ្មីដែលខ្ញុំបានប្រាប់ហើយខ្ញុំចូលមកវាយនៅក្នុងឆ្នាំ1980ខែ6ក្រោយមកខែ10ហ្នឹងបានខ្ញុំចាប់ផ្ដើមខ្ញុំជួបប្រពន្ធខ្ញុំនឹងអានេះខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់អំពីដែលខ្ញុំបានប្រពន្ធដើមខ្ញុំហើយពីបញ្ហានឹងមួយទៀតអ្នកឯងមកនិយាយថាបើអ្នកឯងចង់ដឹងចង់អីអ្នកឯងមកសួរទៅអ្នកនៅម៉ែ4អ្នកណាក៏គេស្គាល់ប្រពន្ធដើមខ្ញុំដែរហើយសួរថាអៀកំសេងនឹងទៅសម្លាប់ប្តីគេទៅយកអានេះមកប្រឌិតរឿងបើចាស់ចង់ប្រឌិតឲ្យវាសមស្របតិចទៅសមហេតុផលតិចទៅកុំឲ្យយកឈ្មោះទៅពីហើយយកមកចោតប្រកាសមកចង់វាយបំបាក់អៀកំសេងចេញសមត្ថភាពអាកំពូចថោកទាបឯងនៅស្ទើរនៅឡើយអានេះខ្ញុំគាត់ប្រាប់ថារវាងប្តីប្រពន្ធខ្ញុំអានេះខ្ញុំបញ្ជាក់មួយទៀតខ្ញុំនិយាយពីឈ្មោះអៀកំសេងខ្ញុំប្រាប់វងតកូលអៀកំសេងទាំងនៅស្រុកខ្មែរផងទាំងនៅបរទេសផងជាង200នាក់អានេះខ្ញុំប្រាប់ឲ្យច្បាស់លាស់ណាសាច់ញាតិខាងជីដូនមួយខ្ញុំហើយនឹងសាច់ញាតិខាងខ្ញុំរឿងរវាងប៉ាខ្ញុំហើយនឹងជីដូនមួយខ្ញុំនឹងត្រូវជាបងប្អូនបង្កើតហើយជាពិសេសនៅស្រុកខ្មែរនឹងក៏មានច្រើនដែរសិតតែតកែមានរោងចក្រដល់3-4រោងចក្រនោះហើយពីបញ្ហាកម្មករគេមានតាំងពី80មាន100នាក់ក៏មានដែរដូចជាកន្លែងហ្នឹងហៅថានឹងខ្ញុំនិយាយពីសាច់ញាតិអៀកំស្រីនេះខ្ញុំបញ្ជាក់ប្រាប់អ្នកឯងច្បាស់លាស់មិនមែនថោកទាបទៅសម្រាប់ប្តីគេហើយទៅយកប្រពន្ធគេហើយមកដូរឈ្មោះដាក់ឈ្មោះអៀកំស្រីទេអៀកំស្រីគឺជាឈ្មោះកំណើតរបស់អៀកំស្រីអត់មានឈ្មោះទៅយកឈ្មោះអ្នកណាមកដាក់ទេនេះខ្ញុំប្រាប់អាកំពូចថោកទាបឯងស្ដាប់ឲ្យច្បាស់លាស់ហើយកុំទៅប្រឌិតរឿងមកចោតប្រកាសមកលើអៀកំស្រីអៀកំស្រីអត់ចេះខ្លាចទេអាកំពូចថោកទាបអានេះខ្ញុំប្រាប់អាកំពូចថោកទាបឯងស្ដាប់ឲ្យច្បាស់លាស់អាចារ្យកិច្ចយួនឯងដើរតែបំភ្លេចបំផ្លាញដើរតែញុះញង់សង្គមឲ្យគេបែកបាក់គ្នាអានឹងហើយដែលចង់មកវាយបំបាក់អៀកំស្រីអានឹងខ្ញុំគាត់តែចង់បញ្ជាក់ប្រាប់ឲ្យច្បាស់លាស់ហើយខ្ញុំមានបងប្អូនជីដូនមួយខ្ញុំនៅអូស្ត្រាលីឈ្មោះវាឈ្មោះអៀប៊ុនហេងមានបងជីដូនមួយរបស់ខ្ញុំមួយទៀតនៅស្រុកបារាំងដែលឈ្មោះអៀប៊ុនភៀវដូច្នេះតកោអៀសិតតែជីដូនមួយជាមួយនឹងអៀកំស្រីច្បាស់មកអត់មានតែខ្លែងបន្លំឲ្យទៅយកឈ្មោះអ្នកណាមកដាក់ទេនេះអាកំពូចថោកទៀតបើមិនដឹងច្បាស់ទេណាគឺនៅទៅស៊ើបប្រវត្តិអៀកំស្រីឲ្យបានតិចសិនទៅមុននឹងចេញប្រកាសមកចង់មកវាយបំបាក់អៀកំស្រីនេះអាកំពូចថោកទៀតហើយថោកទៀតតែមែនទេមកដូចជាមិនទាន់ដឹងរឿងអីមកកកកាយហើយមកយកឈ្មោះប៉ាងឡាងឯណាអៀកំស្រីអត់មានថោកទៀតទេហើយអារឿងឈ្មោះប៉ាងឡាងអាណាទៅយកមកដាក់អាណាយកមកជេរហើយជេរទៅមិនមែនឈ្មោះអៀកំស្រីទេនេះខ្ញុំចង់បញ្ជាក់បង្ហាញប្រាប់ឲ្យបងប្អូនឲ្យបានច្បាស់លាស់អំពីគេហៅថាឈ្មោះប៉ាងឡាងហើយបដូរថាអៀកំស្រីមិនមែនជាឈ្មោះដើមកំណើតឈ្មោះអៀកំស្រីហ្នឹងហើយគឺជាឈ្មោះកំណើតរបស់អៀកំស្រីដូចអៀកំស្រីដើរអត់ចេះបើយើងនិយាយពីសម័យតស៊ូពួកខ្ញុំរត់ចេញមកពីស្រុកខ្មែរដូច្នេះដើម្បីកុំឲ្យប៉ះពាល់ទៅដល់សាច់ញាតិបងប្អូនខ្ញុំកន្លែងហ្នឹងហើយដែលខ្ញុំត្រូវដូរឈ្មោះបើមិនដូរឈ្មោះក៏អត់បានទេពីព្រោះយើងរស់នៅក្នុងក្រុមពួកយួនហ៊ានពៀនទឹកដីដូច្នេះកន្លែងហ្នឹងហើយដែលយើងត្រូវការដូរឈ្មោះតែខ្ញុំមិនអាចដូរតកូលទេខ្ញុំអាចដូរតែត្រឹមឈ្មោះខ្ញុំទេនេះខ្ញុំបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់ហើយមិនឯងមកចោតប្រកាន់មកដឹងទេណាទៅប្រឌិតរឿងសិតទៅយកឈ្មោះអៀកំស្រីតែសម្រាប់អៀកំស្រីឯណាអានេះប្រឌិតរឿងអត់មានសមហេតុសមផលហើយអ្នកឯងប្រឌិតរឿងចំដែងប៉ះជាមួយអៀកំស្រីវងតកូលគេធំណាស់នេះខ្ញុំប្រាប់អ្នកឯងច្បាស់លាស់ទាំងនៅស្រុកខ្មែរទាំងនៅប្រទេសក្រៅនេះយើងបញ្ជាក់ប្រាប់ណាអាកំពូចថោកទាបអាហេងថាសវុតឯងឲ្យដឹងឲ្យច្បាស់លាស់អាហេងថាសវុតហ្នឹងអានេះជាអាកំពូចចោលក្បត់ជាតិពួកអានេះវាជាចារកិច្ចរបស់យួនដែលខ្ញុំតាមស៊ើបអស់រយៈកាលកន្លងមកអានេះវាជាការសេបេយួនហើយវាបន្លំខ្លួននៅក្នុងជួររោជរោបខអញ្ចឹងបានន័យថាអាហេងថាសវុតវាអត់បាននៅក្នុងសម័យខ្មែរក្រហមទេយើងនិយាយនៅក្នុងសម័យខ្មែរក្រហមវាអត់ទេវានៅក្នុងសម្ព័ន្ធយិមិញអានឹងដែលខ្ញុំស៊ើបបានច្បាស់ហើយរវាងអាហេងថាសវុតហ្នឹងបានន័យថាវាជាចារកិច្ចរបស់យួនដើម្បីជាប្រធានសេនាមកបំរើយួនហ្នឹងដើម្បីកំទេចអ្នកស្នេហាជាតិចេញនឹងហើយដែលសបបញ្ជាក់ឲ្យឃើញច្បាស់ណាស់ហើយឥឡូវនេះខ្ញុំបានន័យថាខ្ញុំដឹងពីប្រវត្តិក្រុមវាច្បាស់ហើយក្រុមវាគឺជាក្រុមកម្ពុជាចោលក្បត់ជាតិក្រុមពួកអាបីសាច់បនកំពើអានឹងអាហេងថាសវុតហើយឆ្នាំ1983វាបានចូលខ្លួនមកបន្លំខ្លួនធ្វើជាចារកិច្ចដើម្បីមកស៊ើបផ្ទៃក្នុងជាចលនាបំបាច់បំបាក់គេហៅថាពួកបំបាច់បំបាក់ KCB អានេះវាបំរើយួនផ្ទាល់មកមិនមែនវាបំរើនៅខាងក្រុមហេងសំរិននេះអញ្ចឹងនៅក្នុងជួរគណៈបកប្រជាជនទាំងអស់មេធំអាហេងថាសវុតវាស្គាល់ទាំងអស់មកអានឹងហើយវាជាចារកិច្ចរបស់យួនពេញទីដែលវាមកបន្លំខ្លួនមកនៅសហរដ្ឋអាមេរិកវាអត់ខុសទេដោយវិធីដែលវាធ្វើនឹងក្រុមវាមាន2 3នាក់វាសហការជាមួយគ្នាជាមួយនឹងអាខិនច័ន្ទតារាមួយទៀតអាខិនច័ន្ទតារាវាចូលក្នុងផ្នែក KCB នៅខាងជំនុំប្រទី7អានឹងយើងនិយាយពីអាខិនច័ន្ទតារាដែលខ្ញុំតែងតែដាក់រូបភាពឲ្យវានឹងអាមួយនេះវាជាចារកិច្ចរបស់យួនចំពេញតួហ្មងហើយក្រុមវានឹងវាមានក្រុមច្រើននៅក្នុងចលនាតស៊ូទាំងអស់ដែលឲ្យបងប្អូនយើងឲ្យបានស្ដាប់ឲ្យបានច្បាស់អំពីបញ្ហាចលនាទាំងអស់នឹងហើយខ្ញុំក៏ចង់បញ្ជាក់ប្រាប់ថាខ្ញុំឈ្មោះអៀកំស្រីជាឈ្មោះបើថានេះភ្លើទេបើចេះតែអាចារកិច្ចយួនត្រឹមតែអាកប៉ិចកប៉ុកទេកុំចេញមុខមកធ្វើជាអ្នកចេះដឹងនេះខ្ញុំចង់